ណាសូមក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះរតនត្រ័យមានព្រះពុទ្ធព្រះធម៌និងព្រះសង្ឃដែលជារតនៈដែលដងដំនៅខ្ពង់ខ្ពស់អញ្ចឹងនៅក្នុងខ្សែវីដេអូនេះយើងតសិក្សាតកតងទៅនឹងមង្គលសូត្រយើងបានសិក្សានៅក្នុងខ្សែអត្ថទី3ដោយសារមង្គលសូត្រទាំងអស់នេះខ្ញុំកណានឹងលើកយកតែចំណុចចោះដើម្បីប្រកេននៅក្នុងបកណ្ណកៈធម៌នឹងអញ្ចឹងនៅក្នុងខ្សែអត្ថនេះយើងនឹងសរសិក្សាតកតងទៅនឹងបុគ្គលពីលតកតងទៅនឹងអសេវនាចៈពីលានំបណ្ឌតានញ្ចសេវនាពោជាចៈពោចនិយានំតាមមង្គលមត្តមង្គហើយខដំបូងចំណុចដំបូងដែលព្រះអង្គបង្រៀននឹងព្រះអង្គទង់សម្ដែងតកតងទៅនឹងបណ្ដោយយើងនឹងគឺសេពគប់បុគ្គលពីលហ្នឹងហើយបុគ្គលពីលអញ្ចឹងនៅក្នុងខ្សែអត្ថមុនយើងបានសិក្សាឲ្យបុគ្គលពីលហ្នឹងគឺជាបុគ្គលដែលទន់ខ្សោយណាទន់ខ្សោយអញ្ចឹងនៅក្នុងសេចក្តីហ្នឹងយើងក៏បីបានជ្រាបនៅក្នុងបាលីថាពីលូឬក៏ពីលៈហ្នឹងគឺប្រែថាទន់ខ្សោយហ្នឹងបើយើងប្រែជាមួយព្រះអាទិត្យនិងព្រះអាទិត្យដែលវាខ្ចីមិនទើបតែរះមកវាមិនទៅក្តៅណាហ្នឹងហើយយ៉ាងណាមិញនៅក្នុងពីលូឬក៏ពីលៈពីលោកហ្នឹងគឺនិយាយតកតងទៅនឹងបុគ្គលដែលទន់ខ្សោយណាបុគ្គលដែលទន់ខ្សោយអញ្ចឹងធម្មតាទេនៅក្នុងការអភិវឌ្ឍជីវិតរបស់យើងស្ថាបនាជីវិតរបស់យើងឲ្យរីកចម្រើនទៅបានជាធម្មតារបស់មនុស្សតែងតែមាននៅកម្លាំងទាំង3កម្លាំងទាំង3គឺទី1កម្លាំងសាមគ្គីណាកម្លាំងសាមគ្គីហើយទី2នោះកម្លាំងចំណេះដឹងកម្លាំងនោះគឺចំណេះដឹងទី3នោះគេហៅថាកម្លាំងកាយយើងណាកម្លាំងកាយយើងអញ្ចឹងបុគ្គលឯណាដែលបុគ្គលឯណាដែលមិនបានស្ថាបនាឬក៏មិនបានប្រើប្រាស់នៅកម្លាំងទាំង3ហ្នឹងហ្នឹងហើយដើម្បីអភិវឌ្ឍជីវិតរបស់ខ្លួនឲ្យប្រសើរឡើងហើយមានការប្រកួតប្រជែងណាមានការប្រកួតប្រជែងមានការប្រណាំងប្រជែងអីហ្នឹងគឺថាបុគ្គលដែលច្រើនតែយកកម្លាំងមួយគឺកម្លាំងកាយទៅដោះស្រាយហ្នឹងយើងថាយកកម្លាំងបាយទៅដោះស្រាយបញ្ហាប្រកួតប្រជែងជាមួយអ្នកដទៃប៉ុន្តែប្រើកម្លាំងបាយប្រើកម្លាំងកាយហ្នឹងគឺចាត់ទុកថាជាបុគ្គលពីលឬក៏ប្រែមកភាសាខ្មែរថាបុគ្គលទន់ខ្សោយហ្នឹងហើយបុគ្គលដែលមានកម្លាំងទន់ខ្សោយបុគ្គលដែលមានកម្លាំងទន់ខ្សោយហ្នឹងគឺចាត់ទុកជាបុគ្គលពីលហ្នឹងហើយបុគ្គលពីលកម្លាំងដែលទន់ខ្សោយអញ្ចឹងនៅក្នុងខ្សែនេះយើងគ្រាន់តែសិក្សាឲ្យឃើញនៅក្នុងកម្លាំង3របស់មនុស្សយើងជាទូទៅដែលដើម្បីយកកម្លាំងទាំង3ហ្នឹងមកស្ថាបនាជីវិតឬក៏អភិវឌ្ឍជីវិតឬក៏មកប្រើប្រាស់ប្រចាំថ្ងៃហ្នឹងគឺជាមនុស្សដែលត្រូវតែប្រើប្រាស់នៅកម្លាំងទាំង3ហ្នឹងបើសិនតែបុគ្គលណានីមួយកំពុងតែប្រកួតប្រជែងជាមួយអ្នកដទៃដែលមិនមានហេតុមិនមានផលយកតែកម្លាំងកាយនឹងទៅដោះស្រាយនៅបញ្ហាដូចជាដណ្ដើមប្រជែងវាយតប់ច្រំធាក់អីជាដើមហ្នឹងគឺចាត់ទុកជាបុគ្គលដែលទន់ខ្សោយហ្នឹងហើយបុគ្គលដែលទន់ខ្សោយឬក៏បាលីហ្នឹងថាបុគ្គលពីលនឹងឯងបុគ្គលពីលនឹងឯងអញ្ចឹងសូមឲ្យញាតិញោមជាពុទ្ធបរិស័ទណាប្រុសស្រីថាមនុស្សដែលដើម្បីអភិវឌ្ឍជីវិតណាអភិវឌ្ឍជីវិតឬក៏ស្ថាបនាជីវិតត្រូវតែប្រើប្រាស់នៅកម្លាំងទាំងឡាយ3នឹងឯងគឺកម្លាំងសាមគ្គីញាតិញោមជាពុទ្ធបរិស័ទដើម្បីដឹកនាំក្រុមគ្រួសារកិច្ចការងារនៅក្នុងសង្គមឬក៏ប្រទេសជាតិឬក៏សាសនាហ្នឹងវាស្រ័យលើការសាមគ្គីរួបរวมគ្នាណាដែលយើងហៅថាការតំណាក់តំណង
communication ហ្នឹងគឺថាត្រូវគេការតំណាក់តំណងគ្នានឹងដើម្បីឲ្យវាមានសម្ព័ន្ធមានក្រុមដូចជាគេបើកក្រុមហ៊ុនក្តីជាសមាគមក្តីជាអង្គការក្តីជាបកក្តីគឺជាបុគ្គលដែលពោពេញទៅដោយសាមគ្គីហ្នឹងហើយនេះគឺជាកម្លាំងមួយដែលដើម្បីស្ថាបនាជីវិតទៅបានហ្នឹងវាត្រូវប្រើកម្លាំងមួយគឺកម្លាំងសាមគ្គីហើយដើម្បីមានការសាមគ្គីហើយវាត្រូវមានកម្លាំងមួយទៀតគឺកម្លាំងប្រាជ្ញាកម្លាំងប្រាជ្ញាកម្លាំងចំណេះដឹងជំនាញហ្នឹងគឺត្រូវតែបូកបញ្ចូលនៅក្នុងពហុជំនាញដែរក្នុងប្រទេសនីមួយដើម្បីអភិវឌ្ឍទៅបានហ្នឹងវាត្រូវតែវាមានពហុជំនាញសំណង់ជំនាញបច្ចេកទេសអេឡិចត្រូនិកឬក៏មេកានិកឬក៏អគ្គិសនីឬក៏កុំព្យូទ័រផ្សេងនេះគឺបូកបញ្ចូលនោះគឺនេះគឺតកតងទៅនឹងចំណេះដឹងខាងជំនាញចំណេះដឹងខាងសាសនាក្តីចំណេះដឹងខាងនយោបាយក្តីចំណេះដឹងខាងបច្ចេកទេសផ្សេងអីគឺត្រូវតែមានកម្លាំងនឹងមួយដែរគឺកម្លាំងចំណេះដឹងនឹងឯងហើយបូករួមកម្លាំងមួយទៀតគឺកម្លាំងកាយនឹងផងដែរត្រូវតែបញ្ចេញនៅកាយពលនឹងដែរអញ្ចឹងដំណើរស្ថាបនាជីវិតដើម្បីអភិវឌ្ឍជីវិតដើម្បីអភិវឌ្ឍជាតិមាតុភូមិទៅបានវាតតែមនុស្សទាំងអស់នឹងត្រូវចេះប្រើកម្លាំងទាំង3ហ្នឹងឯងគឺកម្លាំងសាមគ្គីកម្លាំងចំណេះជំនាញនិងកម្លាំងកាយហ្នឹងឯងផ្ទុយមកវិញបុគ្គលពីលដែលហៅថាបុគ្គលពីលហ្នឹងភាសាបាលីមិនមែនភាសាខ្មែរទេខ្មែរយើងកាលណាដែលឮថាពីលគឺហាក់បីដូចជាមិនល្អប៉ុន្តែតាមន័យសេចក្តីភាសាបាលីហ្នឹងបុគ្គលពីលហ្នឹងក៏នៅប្រែមកភាសាខ្មែរវិញថាបុគ្គលដែលមានភាពទន់ខ្សោយយ៉ាងម៉េចភាពទន់ខ្សោយថាបុគ្គលហ្នឹងរមែងមិនចេះប្រើប្រាស់នៅកម្លាំងទាំង3ហ្នឹងទេច្រើនតែយកតែកម្លាំងមួយគឺកម្លាំងកាយឬក៏បានន័យថាធ្វើតែម្នាក់ឯងមានរឿងរ៉ាវមានបញ្ហាអីគឺអត់ដោះស្រាយដោយហេតុដោយផលទេគឺថាដោះស្រាយដោយការប្រកួតប្រជែងដោយវាយតប់ច្រំធាក់មិនមានហេតុមិនមានផលដូច្នេះហើយនេះគេហៅថាបុគ្គលដែលទន់ខ្សោយដែលសមនឹងភាសាបាលីថាពាលូនឹងឯងគឺពាលៈនឹងឯងពាលនឹងឯងចឹងដែលអំណាចថាបើយើងប្រែថាអាក្រក់ប្រែថាល្ងងវាអត់ត្រូវទេមនុស្សនៅក្នុងโลกនេះមិនអាចមានអំណាចចេះអស់ទេកាលណាដែលយើងប្រែថាល្ងងវាហាក់បីដូចជាវាតលនៈចេះបានហៅថាបណ្ឌិតចឹងពាក្យថាពាលនេះមិនបាច់ប្រែថាល្ងងបានទេគឺប្រែថាទន់ខ្សោយអវិជ្ជាទៅបានយើងប្រែថាល្ងងហ្នឹងហើយដែលយើងនៅក្នុងអត្តវធัวថាល្ងងនៅក្នុងរូបធម៌នាមធម៌ល្ងងដឹងនៅក្នុងនាមរូបអីចឹងទៅប៉ុន្តែនៅក្នុងសេចក្តីនេះគឺយ៉ាងបញ្យល់ថាដែលពាលនៅក្នុងទីនេះបានព្រះអង្គមិនឲ្យសេពគប់នឹងគឺបុគ្គលឯណាដែលមិនចេះធ្វើកិច្ចការងាររួមមិនប្រើប្រាជ្ញានិងប្រើតែកម្លាំងនៅកាយជំនួសការហេតុផលត្រូវប្រើប្រាស់តែកម្លាំងតែមួយហ្នឹងឯងគឺកម្លាំងកាយហ្នឹងឯងនេះគឺចាត់ទុកថាជាបុគ្គលពីលហ្នឹងហើយអញ្ចឹងនៅក្នុងខ្សែអត្ថនេះគ្រាន់តែសង្ខេបខ្លីប៉ុណ្ណឹងញាតិញោមជាពុទ្ធបរិស័ទឲ្យចាំថាបណ្ដាមនុស្សដើម្បីអភិវឌ្ឍជីវិតនៅក្នុងសង្គមជាតិនេះដែលផ្ទុយអំពីបុគ្គលឯណាដែលមិនបានប្រើប្រាស់នៅកម្លាំងទាំង3នេះគឺកម្លាំងសាមគ្គីកម្លាំងប្រាជ្ញានិងកម្លាំងកាយហើយនៅក្នុងចំណោមទាំង3ហ្នឹងប្រើតែកម្លាំងកាយមួយហើយបុគ្គលឯណាដែលមានជួបបញ្ហាមិនដោះស្រាយទៅដើមហេតុតាមផលតាមច្បាប់ឯហ្នឹងគឺជំនួសនៃការធ្វើអំពើដែលមិនមានហេតុមិនមានផលមិនប្រកបទៅដោយបញ្ញាមិនប្រកបទៅដោយសាមគ្គីប្រើតែកម្លាំងមួយគឺកម្លាំងកាយនេះឯងជំនួសហេតុផលជំនួសចំណេះដឹងជំនួសការសាមគ្គីមិនរួបរวมគ្នាហ្នឹងគឺចាត់ទុកជាបុគ្គលពីលដែលប្រែថាបុគ្គលដែលមានភាពទន់ខ្សោយមានកម្លាំងតិចប្រើតែកម្លាំងមួយក្នុងចំណោមកម្លាំងទាំង3ហ្នឹងប្រើតែកម្លាំងកាយតែមួយមុខហ្នឹងហើយ
ចឹងនៅក្នុងខ្សែអត្ថនេះគឺយើងសិក្សាប៉ុណ្ណឹងហើយញាតិញោមពុទ្ធបរិស័ទដែលយើងចាំសិក្សាបន្តតេតើងទៅនឹងលក្ខណៈសម្គាល់របស់បុគ្គលពីលដែលថាគិតអាក្រក់និយាយអាក្រក់និងធ្វើអាក្រក់នេះជាលក្ខណៈរបស់បុគ្គលពីលនៅក្នុងខ្សែអត្ថក្រោយជាបន្តអញ្ចឹងនៅក្នុងខ្សែអត្ថនេះនិយាយអំពីកម្លាំងទាំង3កម្លាំងសាមគ្គីកម្លាំងចំណេះដឹងនិងកម្លាំងកាយហើយសូមបញ្ចប់តែប៉ុណ្ណេះណាសូមក្រាបថ្វាយបង្គំលានិងចម្រើនពរលា